នេះគឺជាចម្លាក់ព្រះម៉ែព្រហ្មណីឬព្រហ្មីនៅប្រាសាទប្រែរូបនៅប្រាង្គខាងលើផ្នែកខាងក្រោយទិសខាងត្បូងនៅខាងជើងនៃទ្វារប្រាសាទដែលព្រះនាងព្រហ្មណីត្រូវបានគេស្គាល់ផងដែរថាព្រហ្មីគឺជាទេវីក្នុងសាសនាហិណ្ឌូឬព្រហ្មញ្ញសាសនាដែលត្រូវបានគេគោរពថាជាសតិឬធម្មពលទេវីភេទស្រីដ៏ពិសិដ្ឋនិងជាដៃគូរបស់ព្រះព្រហ្មដែលជាព្រះអាទិទេពនៃការបង្កើតព្រះនាងមានសារៈសំខាន់ក្នុងនាមជាអង្គទី1នៃក្រុមមាត្រិកាដែលជាក្រុមទេវីមាតាឬព្រះម៉ែនៃព្រះអាទិទេពដែលបានលេចឡើងដើម្បីជួយព្រះនាងទុគ៌ាឬចាមុណ្ឌាប្រយុទ្ធប្រឆាំងនឹងអសុរៈនិងអំណាចអវិជ្ជមានក្នុងលោកដូចជាអន្តកៈនិងរតវិជ្ជៈរូបសញ្ញានិងលក្ខណៈសម្គាល់របស់ព្រះនាងក្នុងសិល្បៈហិណ្ឌូឬព្រហ្មញ្ញសាសនានិងចម្លាក់តាមប្រាសាទព្រះនាងព្រហ្មណីមានរូបរាងនិងលក្ខណៈស្រដៀងនឹងព្រះព្រហ្មយ៉ាងជិតស្និទ្ធពលគឺជាទូទៅព្រះនាងបង្ហាញនៅព្រះសេរសា4ដែលតំណាងឲ្យវេទទាំង4និងមានព្រះហស្ថ4ឬ6ចម្លាក់របស់ព្រះនាងនៅប្រាសាទប្រារោគបង្ហាញថាព្រះនាងមានព្រះសេរសា4និងមានព្រះហស្ថចំនួន4យានជំនិះរបស់ព្រះនាងគឺហង្សដែលជាសត្វដ៏ពិសិដ្ឋតំណាងឲ្យប្រាជ្ញាការវែកញែកខាងវិញ្ញាណនិងភាពបរិសុទ្ធវត្ថុសក្ការៈរបស់ព្រះនាងមានក្អមទឹកដែលផ្ទុកទឹកពិសិដ្ឋតំណាងឲ្យការបង្កើតនិងភាពបរិសុទ្ធខ្សែអង្កាំសម្រាប់សូត្រមន្តធ្វើសមាធិតំណាងឲ្យសមាធិនិងប្រាជ្ញាដ៏ពិសិដ្ឋវេទគឺជាគម្ពីរដ៏ពិសិដ្ឋឬស្លឹកត្នោតដែលកត់ត្រាគម្ពីរតំណាងឲ្យចំណេះដឹងនៃទេវភាពឬភាពជាព្រះអាទិទេពការឈោបពាក់ព័ន្ធនឹងពិធីកម្មតាមវេទនិងតំណាងឲ្យការកើតឡើងវិញខាងវិញ្ញាណសម្លៀកបំពាក់របស់ព្រះនាងគឺព្រះភូសាពណ៌លឿងពាក់យ៉ាច់ញោបវិតៈឬខ្សែពិសិដ្ឋឆ្លងកាត់ព្រះបរៈនិងប្រដាប់ដោយគ្រឿងអលង្ការនិងមកុដតាមបែបអ្នកបួសតួនាទីរបស់ព្រះនាងនៅក្នុងទេវកថាប្រពៃណីមាត្រិកាក្នុងគម្ពីរដូចជាទេវីមហត្តមិយមដែលជាផ្នែកមួយនៃមគ្គណ្ឌយៈបរណៈគេជឿថាព្រះអាទិទេពសំខាន់នីមួយៗបានបញ្ចេញសតិឬធម្មពលភេទស្រីរបស់ខ្លួនដែលមានរូបរាងអាវុធនិងអំណាចស្រដៀងនឹងព្រះអាទិទេពនោះដើម្បីប្រយុទ្ធប្រឆាំងនឹងអំណាចនៃភាពច្របូកច្របល់និងអសុរៈពលគឺពួកយក្សព្រហ្មណីបានលេចចេញដោយមានលក្ខណៈនិងវត្ថុសម្គាល់របស់ព្រះព្រហ្មហើយคล้ายជាតួអង្គសំខាន់ទី1ក្នុងចំណោមសពតៈមាត្រិកាឬទេវីមេតាទាំង7ទំនាក់ទំនងជាមួយនឹងព្រះនាងសស្វតីក្នុងប្រពៃណីសាសនាហិណ្ឌូមួយចំនួនព្រហ្មណីត្រូវបានចាត់ទុកថាជាទម្រង់មួយឬទម្រង់ផ្សេងនៃព្រះនាងសស្វតីដែលជាទេវីនៃចំណេះដឹងសិល្បៈនិងពាក្យសម្ដីសូមអធិស្ឋានប្រសិនបើការរៀបរាប់ខុសឆ្គងដោយប្រការណាមួយជាពិសេសទៅលើពាក្យកន្លឹះនៃឈ្មោះផ្សេងៗដែលជាពាក្យបច្ចេកទេសនៅក្នុងសាសនាហិណ្ឌូឬព្រហ្មញ្ញសាសនាសូមអរគុណសម្រាប់ការតាមដានវីដេអូនេះពីដើមដល់ចប់សូមគោរពលា